ជាមនុស្សស្រីកុំចិត្តងាយខ្លាំងពេកតែបើធ្វើប្រពន្ធគេតងាយខ្លាំងហើយទៅបានប្រុសដូចប្តីខ្ញុំនេះទៀតដូចដុំថ្មអញ្ចឹងចាថ្ងៃបានមួយនឹងតើចេញថាបចូលថាបចាឈ្ងុយដូចដងដុតអញ្ចឹងហើយអ្នក single គ្មានគូនឹងមិនដឹងស្អីដែរទេអង្គុយមើលទូរស័ព្ទបដាញឹមបដាហ្នឹងខ្ញុំថាឲ្យអ្នកខ្លះឯណាបងប្អូនទាំងអស់គ្នាកុំរើសដាក់ខ្លួនខ្ញុំមកធ្វើតំណាប់តឡងបងប្អូនទាំងអស់គ្នាបងប្អូនសនំពោច្រើនខ្លាំងមែនតើឥឡូវហ្នឹងគឺមកហើយចាបងប្អូនណាចង់រៀនហ្នឹងយកបិចយកសភៅមកកត់ឲ្យហើយមកបើនិយាយពីការធ្វើក៏អត់មានបបាក់អីដែរតែបើអត់ចេះតិចនិចក៏ធ្វើវាមិនសូវឆ្ងាញ់ចាបងតឡងរបស់យើងយ៉ាងហោចណាស់ຕົកមួយខែទៅកន្លះខែដែរបងប្អូនទាំងគ្នាបងប្អូនមើលសបកវាទៅរៀងស្វិតហ្នឹងអាហ្នឹងមានន័យថាវាចាប់ផ្ដើមផ្អែមហើយណៃតឡងអត់រើសទេយកអាពណ៌កាឈូកក៏បានអាពណ៌សក៏បានដែរបងប្អូនទាំងគ្នាយរួមទៅឲ្យតែតឡងហ្នឹងវាល្មួតវាឆ្ងាញ់វាផ្អែមចឹងបងប្អូនគឺធ្វើទៅគឺមិនដាក់ស្ករគឺផ្អែមយកគ្នាហ្មងហើយនិយាយពីតឡងយើងគឺលាងច្រើនទឹកបន្តិចទៅណាបងប្អូនលាងមកល្មមស្អាតនិយាយទៅមកស្អាតមកទឹកថ្លាអញ្ចឹងណាបងប្អូនរសជាតិគឺថាតឡង 100% ហ្មងរសជាតិឆ្ងាញ់ហ្នឹងគឺចេញពីតឡងហ្មងអត់មានថែមពណ៌អត់មានថែមក្លិនអត់មានថែមរសជាតិទេគឺរសជាតិចេញពីតឡងផ្ទាល់តែម្ដងជាមូលហេតុដែលតំណាប់តឡងនៅផាន់គូសានល្បីឈ្មោះរន្ទឺខ្លាំងមែនទែនបងប្អូននៅតំបន់របស់ខ្ញុំនេះឥឡូវនេះគឺយើងចាប់ផ្ដើមតម្រោះទឹកហើយយកវាមកចំហុយអត់មានយកទៅស្ងោរណាបងប្អូនគឺចំហុយហ្នឹងគឺចំហុយវាឲ្យមកឆ្អិនល្មមតិចទៀតគឺត្រូវយកទៅដាក់ហាលត្រូវថ្ងៃឥឡូវហ្នឹងគឺខ្ញុំត្រូវការពារមុខជាមុនសិនមានបញ្ហាមុខស្ងួតត្រជាក់ធ្លាក់ខ្យល់បងប្អូនរកការពារកម្ដៅថ្ងៃនេះបេឡា collagen នេះគឺត្រូវគ្នាតែម្ដងសាច់លេរបស់គេគឺមានសំណើមបងប្អូនទាំងអស់គ្នាហើយលាបទៅក៏អត់មានកក់នៅលើផ្ទៃមុខទេសំខាន់កម្រិតការពារកម្ដៅថ្ងៃ50បូកបងប្អូនដែលសុវត្ថិភាពសម្រាប់ស្បែកមុខរបស់យើងខ្លាំងមែនទែនបងប្អូនចង់ការពារកម្ដៅថ្ងៃហើយចង់បិទបាំងស្នាមមកកម្រិតទៀតបងប្អូនប្រើជាមួយបេឡា DD cream នេះទៅការពារកម្ដៅថ្ងៃគេស្ដើងបងប្អូនលាបចូលស្បែកមិនកក់មិនសព្រោះមិនបតាក់សំខាន់គឺធ្វើស្បែកមុខរបស់យើងគីឡូតែម្ដងទៀតបងប្អូនបើមានបញ្ហាក្លៀកខ្មៅក្លៀកក្រិនក្លៀកក្រមមានដំពកបងប្អូនជ្រើសរើសជាមួយលេក្លៀកបេឡា version ទី2នេះក៏ខុសទេបងប្អូនចង់បានលេក្លៀកដែលក្អូបឈ្ងុយឈ្ងប់ជាប់ពេញមួយថ្ងៃបងប្អូនយកពណ៌កាឈុកនេះទៅជាលេក្លៀក version ទី1របស់បេឡាគេមានខ្លងទូចហើយនិងខ្លងធំបងប្អូនទាំងគ្នាក្លៀកសហើយក្អូបជាប់បានយូរខ្លាំងមែនទែនការហត់ប៉ុណ្ណាក៏ដែរបងប្អូនហត់តែក្លិនក្លៀកខ្លួនឯងក៏មានកម្លាំងដែរឥឡូវនេះគឺតឡងរបស់យើងឆ្អិនហើយបងប្អូនបន្ទាប់ពីយើងចំហុយរយៈពេលខ្ទង់1ម៉ោងជាងក្រោយមកឆ្អិននៃតឡងបងប្អូនកុំឲ្យឆ្អិនខ្លាំងពេកមានន័យថាគឺឆ្អិនមកល្មមទៅបានហើយកុំឲ្យឆ្អិនផុយតឡងរបស់យើងគឺត្រូវការចំហុយ2ដងទៀតដល់បងប្អូនទាំងគ្នាបើសិនជាទុកឲ្យបានល្អហើយមើលតឡងសិនបងប្អូនហើយប៉ុណ្ណានៃហើយមើលសាច់គេឡើងល្មួតខ្លាំងមែនតែនតែម្ដងក៏ជាហេតុផលខុសប្លែកពីរវាងណែដាំតឡងនៅខាងតំបន់ខ្ញុំនិងតឡងនៅខាងតំបន់ផ្សេងដែរមួយទៀតបងប្អូនតំណាប់តឡងដែលពួកខ្ញុំកំពុងធ្វើនេះហាសូម្បីតែអ្នកនៅចិនតំបន់ផ្សេងក៏គេធ្វើអត់បានដូចដែរដោយសារទី1គឺខុសនឹងរសជាតិដីនឹងតែម្ដងរសជាតិតឡងនៅខាងក្នុងនឹងតែម្ដងដែលចូលដល់តំបន់ខាធ្វើតឡងម្ដងបងប្អូនទាំងអស់គ្នាមានខេត្តផ្សេងជាច្រើនដែលប្រឡំយកឈ្មោះចាផាងគូសានតឡងនៅខាងពួកខ្ញុំយកទៅធ្វើផ្លាក់ធ្វើអីអញ្ចឹងដើម្បីដោយសារតែតឡងនឹងវាល្បីតឡងនៅខាងតំបន់ពួកខ្ញុំនឹងគឺល្បីដោយសារតែរសជាតិនឹងឯងហើយបងប្អូននឹងមកអត់ទេសចរនៅខាងតំបន់ពួកខ្ញុំនេះឲ្យទៅចូលដល់ខែតឡងនឹងគឺគេជិះឡានមកតង្វងហ្មងដើម្បីមកទិញតឡងតែអ្នកខ្លះទិញអត់បានចំតឡងនៅក្នុងតំបន់ខ្ញុំនឹងទៀតដោយសារអីតំបន់ផ្សេងក៏យកតឡងរបស់គេនឹងមកលក់នៅខាងពួកខ្ញុំនឹងដែរពេលបើកផ្សារម្ដងគឺអ៊ូអខ្លាំងមែនទែនបងប្អូនទាំងគ្នាឥឡូវហ្នឹងខ្ញុំអត់ដែលបានចេញទៅថតឲ្យបងប្អូនមើលសោះនៅក្នុងផ្សារហើយបានជាបងប្អូនជាច្រើនដែលគាត់សួរខ្ញុំថាតឡងនេះគេធ្វើមិនអញ្ចឹងហើយគឺរបៀបធ្វើគឺខ្ញុំប្រាប់បងប្អូនទាំងគ្នាតែមិនប្រកាសថាពេលដែលបងប្អូនធ្វើទៅរសជាតិបានដូចនៅតឡងដែលពួកខ្ញុំកំពុងតែធ្វើនេះទេបងប្អូនបានឃើញជាក់ស្ដែងបងប្អូនតឡងគឺរសជាតិវាសត្វហ្មងគឺយើងចំហុយវាឆ្អិនហើយឥឡូវហ្នឹងគឺចាប់ផ្ដើមយកវាមកហាលឲ្យសពអញ្ចឹងហើយអត់តន់ចាប់ត្រឹមហ្នឹងទេបងប្អូនព្រោះតឡងនេះគឺធ្វើយ៉ាងហោចមួយអាទិត្យតែបានចប់ព្រោះឥឡូវហ្នឹងគឺយើងត្រូវការដាក់ហាលវាមកតង់សិនហាលឲ្យវាក្រៀមសពសិនណាចឹងបងប្អូនទាំងអស់គ្នានិយាយរួមទៅមកដំណាក់កាលខ្ញុំនឹងតាមថតឲ្យបងប្អូនមើលទាំងអស់គ្នារហូតដល់ចប់អញ្ចឹងហើយនៅពេលដែលហាលបន្ទាប់ពីហាលនឹងហើយតើគេធ្វើមិនទៀតចាំខ្ញុំនៅចែករំលែកនៅវីដេអូក្រោយផ្សេងទៀតបងប្អូនទាំងអស់គ្នាដែលសារថ្ងៃហ្នឹងគឺចប់វីដេអូត្រឹមហ្នឹងមកបែកវីដេអូដែលបងប្អូនចែករំលែកក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូថ្ងៃស្អែកទៀតបងប្អូនទាំងអស់គ្នា